តែតាដែរពេលនេះបែរជាមានមនុស្សមកទៅវិញពិតជាចម្លែកខ្លាំងណាស់តែប្រហែលឆ្នាំនេះលោកម្ចាស់និងលោកស្រីគឺតែងតែឲ្យមនុស្សផ្ញើសម្បត្តិមកឲ្យឃើញថានៅក្នុងចិត្តពួកគាត់បារម្ភពីអ្នកនាងណាប៉ុន្មានឆ្នាំមកនេះគឺសម្អាងលើក្តីបារម្ភនៃសម្បត្តិប្រហែលឆ្នាំនេះក្នុងលោកនេះគឺជារឿងដំបូងហើយគួរឲ្យស្ដាយជីវិតខ្ញុំរឹងមិនចឹងអ្វីដែលពួកគេទទួលបានគឺជាសម្បត្តិដែលប្រាប់ថាខ្ញុំឈឺស្លាប់បាត់ហើយហូបរួចហើយនៅហូបអាហារដែលខ្ញុំយកមកឲ្យហើយនៅគឺត្រូវទៅជាមួយពួកយើងគ្រួសារអញ្ចឹងគឺគ្មានបាយមកហូបឲ្យអ្នកនាងហូបទេDobro,ចាប់ដល់ទៀតកុំទះសាអីចាណាក៏នាងទី4ជាម្ចាស់របស់ពួកយើងដែរពួកយើងធ្វើអញ្ចឹងឬមួយក៏ចង់ធ្វើបាបម្ចាស់គេគ្រាន់តែនាងច្មក់ម្នាក់ដែលគ្មានអាណាគ្រប់គ្រងម្នាក់តែប៉ុណ្ណោះពិតជាទុកខ្លួនឯងជាម្ចាស់មែនហើយតើនាងបាក់ទ្វារដែរទេបើនាងមិនបាក់ទ្វារទៀតណាខ្ញុំនឹងសម្រុកចូលទៅហើយធ្វើស្អីហ្នឹងថយក្រោយខ្ញុំមិនជឿទេថាថ្ងៃនេះខ្ញុំមិនអាចនាំនាងទៅបាននោះទេខ្ញុំនឹងនាងត្រូវតែទៅវិញជាមួយខ្ញុំទៅយ៉ាអ្នកណាឲ្យពួកនាងយកកាកសំណត់ទាំងនេះដាក់មាត់ទ្វារនេះគឺចេតនាធ្វើបាបខ្ញុំមែនទេមេកាលីប្រហែលជាមេកាលីផ្លេចហើយមករយៈពេលមុនខ្ញុំបញ្ជាឲ្យលៀនហ្វាំងទៅជម្រាបនៅមីងទី2ថាក្នុងផ្ទះនេះមានសត្វល្អិតច្រើនពេកដែលមិនបានទេមីងទី2និយាយថាខ្ញុំគឺមកទៅនេះពិចារណាកំហុសមិនមែនមកសើសុកទេក៏បញ្ជាឲ្យខ្ញុំរៀបចំរុក្ខជាតិក្រៀមទាំងនេះលីគោះទ្វារគឺខ្លាចរុក្ខជាតិក្រៀមទាំងនេះធ្វើឲ្យនាងឆ្លក់ទៅឲ្យលៀនហ្វាំងឆាប់យករបស់ទាំងនេះចេញមកអ្នកណាដឹងថានាងមិនដឹងពីសុជីវធម៌ស្រាប់តែសម្រុកចូលមកនាងគឺធ្វើឲ្យខ្ញុំទៅតខ្លាំងណាស់កុំគ្រាខ្ញុំនាងអ្នកនាងទី4កុំយកពាក្យសម្ដីដែលគ្មានអ្នកណាជឿនោះមកកុហកខ្ញុំអីខ្ញុំដឹងថាអ្នកនាងមិនសុខចិត្តទេចង់បន្ទោសគឺមានតែបន្ទោសថានាងខ្លួនឯងមានចរិតមិនសមរម្យលោកស្រីខំខាំងនាងនៅទីនេះពិចារណាកំហុសនោះព្រោះតែចង់អប់រំនាងជៀសវាងថ្ងៃក្រោយនាងមិនស្គាល់វិន័យធ្វើរឿងដែលបំផ្លាញគ្រួសារអញ្ចឹងទឹកចិត្តលំបាករបស់លោកទី4គឺគួរតែអរគុណផងទៅប្រកាសជាត្រូវអរគុណហើយត្រូវអរគុណដែលពួកនាងមិនបានបង្អត់អាហារឲ្យខ្ញុំស្លាប់ទាំងរស់មើលទៅក្រវ៉ាល់មាសដែលយើងទៅតែធ្វើថ្មីតើមើលទៅខ្លាយធ្នូជាងយុដែលលោកស្រីវ៉ាននៅក្បែរនេះពាក់លើកមិនទៀតមែនទេចាប់តាំងពីព្រឹកមិញមកខ្ញុំញាក់ភ្នែករហូតក្នុងចិត្តក៏នៅមិនសុខដែរអ្នកម៉ែមិនមែនចិត្តមានរឿងអីទេដឹងអីអ្នកម៉ែភ័យឯងក៏មកភ័យយើងអីប្រុសធំយើងមានគុណសម្បត្តិធំធេងពេលនេះចិត្តមកវិញហើយមានរឿងអីដែលគេដោះស្រាយមិនបានទៅខ្ញុំបារម្ភពីរឿងនេះហើយអ្នកដែលយល់ដឹងថាអ្នកម៉ែបញ្ជូននៅនាងទី4ទៅក្នុងភូមិឋានគឺព្រោះតែចង់អប់រំអ្នកដែលមិនដឹងស្មានថាម៉ែនិងខ្ញុំរួមដៃគ្នាធ្វើបាបគេបាននាងច្មក់នេះនិយាយពាក្យដែរមិនដឹងធ្ងន់ស្រាលនៅចំពោះមុខបងថ្លៃនោះសៀវយិនអ៊ីដឹងហើយនឹងយល់ថាឆ្នាំនោះម៉ែទុកនាងទី4នៅទីនេះគឺព្រោះតែចង់ឲ្យគេរងទុក្ខលំបាកហើយតើធ្វើយ៉ាងម៉េចទៅអ្នកម៉ែមួយរយៈពេលនេះលោកស្រីបារម្ភពីអាការៈរបស់អ្នកនាងទី4ខ្លាំងណាស់ថ្ងៃនេះបញ្ជាឲ្យខ្ញុំមកទទួលអ្នកនាងត្រឡប់ទៅវិញអ្នកនាងរបស់ខ្ញុំមិនតាន់ជាសះស្បើយមិនអាចនឿយហត់ទេអ្នកនាងទី4ក៏មិនបានធ្វើពីដីឥដ្ឋដែរឯងកុំចង់រារាំងឲ្យសោះពួកឯងទទួលអ្នកនាងទី4ឡើងរទេះសេះអីមិនអត់ខ្ញុំទេខ្ញុំចេះដឹងខ្លួនអញហើយ ស្រីចំណាស់នោះត្រៀមខ្លួនឡើងរទេះសេះហើយមើលទៅអាចចោលតង់គួរតែមិននៅក្នុងរទេះទេតែភ្នែករបស់ត្រូវវឹកហាត់ម្ដងទៀតស្រីចំណាស់មកពីណាទៅគឺជានាទីវ័យក្មេងច្បាស់តែនេះគឺជានាងរបស់សំណាក់មួយណាទៅស្លៀកពាក់ថោកចាស់យ៉ាងនេះ
ធ្វើស្អីនឹងឆាប់ឡើងរទេះសេះទៅនៅយឺតយ៉ាវស្អីទៀតឆាប់ឡើងទៅឲ្យយឺតឡើងឯងថយចេញទៅទើសតែងមែនតែនមិនក៏ក្នុងរទេះសេះធំខ្លាំងញើយ៉ាងនេះខ្លាំងនៅទីនេះខ្លាំងជាងគេឬមកក៏ខ្លាំងរបស់មេកាដែលឆាប់ទៅឲ្យលឿនឡើងនេះមិនមែនជាខ្លាំងរបស់មេកានេះទេនេះជាខ្លាំងមនុស្សប្រាស់ដែលខានងូតទឹកជាច្រើនថ្ងៃមនុស្សប្រាស់លឿនឡើងទៅឆាប់ឡើងមនុស្សប្រាស់គឺជាក្លិនអីទេក្លិនស្អុយហាតែសង្ឃឹមថាលោកម្ចាស់និងលោកស្រីត្រឡប់មកវិញដល់ពេលនោះក៏យើងចង់ហូបអីហូបហ្នឹងអ្នកណាថាពុកម៉ែមកវិញគឺអាចមានអាហារទៅជីវិតថ្ងៃក្រោយគឺល្អឬអាក្រក់នៅមិនតាន់ប្រកបទេអញ្ចឹងក៏មិនបាច់ឲ្យគេធ្វើបាត់ដូចជាពេលនេះដែរថ្ងៃនេះទៅវិញហើយទាំងឈឺទៀតតែសាបែបនេះក៏មិនដឹងថាព្រោះតែរឿងអ្វីដែរប្រកបជានៅក្នុងសំណាក់ការមានរឿងដែលសំខាន់ជាងធ្វើខ្ញុំស្លាប់ទៀតហើយនាងទី4ម្នាក់នេះចរិតរបស់គេដូចជាម្ដាយគេអញ្ចឹងគួរឲ្យស្អប់ខ្លាំងណាស់សៀវយិនអ៊ីជាស្ត្រីមេម៉ាយម្នាក់មានស្អីល្អទៅប្រុសធំចេះតែចង់រៀបការជាមួយគេណាស់ហើយចុះឈប់និយាយហើយត្រូវឲ្យព្រឹកម្សិលមិញឯងឲ្យមនុស្សទៅទទួលនាងទី4ហើយហ៎ចាគេលំបាកគេអាចលំបាកជាងខ្ញុំទៀតដែរទេខ្ញុំចិញ្ចឹមកូន3នាក់ដល់ធំពេលនោះឪពុកក្មេកឯងឆាប់ស្លាប់មកវិញហើយលោកស្រីមកវិញហើយមកវិញក៏មកវិញទៅស្រែកលូឡាធ្វើអីទៅអារម្មណ៍ខ្ញុំទៅតែល្អបន្តិចជូនគេទៅដេកក្នុងបន្ទប់វិញទៅអត់ទេមិនមែននាងទី4ទេគឺលោកម្ចាស់មកវិញហើយអ្នកណាប្រុសធំរបស់ខ្ញុំមកវិញហើយហ៎គឺកូនប្រុសខ្ញុំមកវិញហើយមិនក៏លឿនយ៉ាងនេះអញ្ចឹងណោះប្រុសធំមកវិញហើយកូនប្រុសយើងមកវិញហើយជាង10ឆ្នាំទៅហើយទេវតាថែរក្សាកូនប្រុសខ្ញុំមកវិញហើយកូនប្រុសខ្ញុំមកវិញហើយទេវតាថែរក្សាអ្នកម៉ែមកវិញហើយហ៎ឯងមកវិញទៅហើយឯណាកូនប្រុសយើងយឺតអ៊ីនំទឹកមុំដែលអូនចូលចិត្តកូនប្រុសយឺតអ៊ីនៅតាមដឹងថាវាកន្លងទៅជាង10ឆ្នាំគឺស្រីចម្រាស់នេះគឺជាអ្នកលក់ដដែលតែថាប់ទុកមើលចូលរាជធានីក៏មិនចេះមកផ្ទះវិញដែរបែរជាទៅទៀមនំចំណីទិញនំឲ្យប្រពន្ធទៅវិញក៏មិនចេះទិញមកឲ្យម្ដាយដែរកូនប្រុសអ្នកម៉ែប្រុសធំអ្នកម៉ែថ្មនេះហូបស្លឹកខ្ទឹមទៀតឲ្យអីមើលទៅគឺហូបឆ្អែតពេកទៀតដឹងអីទម្លាប់ទៅតាមជនបទរបស់អ្នកម៉ែអីក៏ជាង10ឆ្នាំហើយមិនកើទៀតអីយោកូនអកតញ្ញូឯងនេះបើគ្មានឆ្នាំនោះអ្នកម៉ែធ្វើស្រែចម្ការមិននឹងអាចចិញ្ចឹមបងប្អូនឯងទាំង3នាក់ដល់ធំបានទៅដាប់ដៃរបស់អ្នកម៉ែពិតជាខ្លាំងមែនមិនចាញ់ឆ្នាំនោះទេអាយ៉ាកូនប្រុសអ្នកម៉ែលោកមេតបចេញច្បាំងនៅខាងក្រៅច្រើនឆ្នាំហើយបារម្ភពីសុខភាពរបស់អ្នកម៉ែណាពេលនេះមើលទៅអ្នកម៉ែនៅមមួនល្អណាស់គឺច្បាស់តែមានសុខភាពល្អពួកយើងទុកចិត្តទៅហើយអ្នកម៉ែជាង10ឆ្នាំមកនេះនាវគឺនៅក្នុងផ្ទះស្ដាប់បង្គាប់ដែរទេរំខានដល់អ្នកម៉ែដែរទេព្រោះឯណានាងមិនក៏មិនចេញមកទទួលពួកយើងគេហ៎មិននៅទីនេះទេតែខាងមុខឈប់សិនឲ្យគេទៅសិនវាឈប់សិនលោកមេតបខត់ដំណើរពួកយើងមានរឿងអីទទួលប្រជារាជការចាប់ជនសង្ស័យទេណាឆៃឈេឈប់សិនក្នុងរទេសសេះនេះគឺអ្នកនាងទី4របស់គ្រួសារលោកមេតបឆឹងស៊ឺគ្មានអ្នកផ្សេងទេលោកមេតបទាំងអស់គ្នាអ្នកនាងរបស់ខ្ញុំមិនទាន់រៀបមង្គលការមិនទាំងអាចឲ្យមនុស្សប្រុសឆៃឈេបានទៅបាទពួកយើងជាគ្រួសាររបស់មេតបទៅហើយរត់តែត្រូវស្ដាប់បញ្ជាថែមទៀតមិននឹងអាចរារាំងលោកមេតបធ្វើការបានទៅលោកមេតបទាំងអស់គ្នាគឺយល់ដល់គេមានមុខមាត់អាក្រក់ល្ងងដូចជាសត្វសុំកុំប្រកាន់អីជាគេឆៃមែន
បាទរាជការចាប់ខ្លួនអ្នកតតឲ្យខ្ញុំច្បាស់ជាស្ដាប់បញ្ជាធ្វើការមករយៈចិត្តច្បាស់ជាហ៊ានហើយតែនៅមុនពេលដែលឆាឆេសូមលោកមេតបចូលមកនិយាយគ្នាសិននិយាយទៅលោកមេតបតូចឆាឆេអាចមានអ្វីសប្បាយទៅនៅក្នុងពំនុកចម្បាំងនៅក្បែរខ្ញុំនោះទៅក៏ចាប់អារម្មណ៍ធាតុអាកាសហួតហែងបើមិនប្រយ័ត្នភ្លើងឆេះពំនុកចម្បាំងថាមិនទៀងនឹងធ្វើឲ្យមានមនុស្សរត់ចេញមកទៀតផងដល់ពេលនោះគឺរត់តែក៏ចាប់អារម្មណ៍អើយលោកមេតបអ្នកនាងរបស់ខ្ញុំក្តៅខ្លួនកន្លះខែហើយនិយាយផ្ដេសផ្ដាស់រាល់ថ្ងៃលោកមេតបកុំទុកជាការពិតអីណាការពិតអន់សាកដុតមើលទៅគឺដឹងហើយលោកមេតបតូចថ្មីតែបិទតែគ្រូសាខ្ញុំមិនជាត្រកូលអភិជនអ្វីតែពំនុកចម្បាំងមួយនេះខ្ញុំអាចដុតបានអើយដុតមិនបានទេដុតមិនបានទេមិនបានទេកុំដុតអីដុតមិនបានទេដុតមិនបានទេដុតមិនអ្នកប្រុសពួកយើងមិនអាចស្ដាប់សម្ដីតែម្ខាងបានទេសូមអ្នកនាងម្នាក់នេះចុះទៅលើរទេះសិនទៅចាំនិយាយគ្នាតាមក្រោយភ្លើងឆេះអើយអូយកណ្ដៅអ្នកអូយជាការយល់ច្រឡំទេចាំមិនអូយអាយុលោកមេតបកុំចាប់ខ្ញុំអីគឺជាការយល់ច្រឡំទេអាយុបើភ្លើងអើយនេះអើយអាយ៉ាអ្នកនាងទី4ម៉ែកាលីលោកមេតបបាក់ផ្លូវហើយមកកណ្ដឹងព្រមតែទៀតអញ្ចឹងអ្នកនាងទី4នាងអើយអូយណែអាយុពួកលោកយល់ច្រឡំហើយទុកជីវិតផងអាយុណែលោកមេតបទុកជីវិតផងខ្ញុំគឺជាឈីស៊ីពុកមេបង្កើតរបស់លោកមេតបឆឹងយល់ដល់ពួកលោកសុទ្ធតែជាមេតបដូចគ្នាសុំតារាបណីអ្នកដែលនៅក្នុងរដ្ឋាភិបាលមិញនេះគឺពិតជានាងទី4គ្រូសាឆឹងមែនលោកពិតជាលោកតារបស់គេមែនពិតប្រកបហើយលោកស្រីចិត្តទលាយដើមឡើយអធិស្ស្រ័យឲ្យកំហុសរបស់អ្នកនាងទី4ហើយតែពេលនេះអ្នកនាងធ្វើឲ្យលោកម្ចាស់ต้องពិបាកទៀតទោះបីជាលោកស្រីការពារអ្នកនាងមិនបានដែរអ្នកនាងទី2វិញតែធ្វើឲ្យគ្រូសាឆឹងធ្លាក់ខ្លួនទាំងអស់នោះខ្ញុំក្បត់ទាំងលោកតាតុងគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះអ្នកនាងទី4នៅសល់កន្លះខែទៀតទើបឪពុកម្ដាយរបស់អ្នកនាងត្រឡប់មកវិញពេលនេះអ្នកនាងពិតជាចង់ធ្វើខ្លាំងមែនហីលោកម្ចាស់និងអ្នកស្រីចិត្តត្រឡប់មកវិញហើយប្រហែលជាពេលនេះឆាប់សប្បាយចិត្តពេកហើយបើពួកគេទុកកូនស្រីដូចជាអ្នកនាងនេះនៅក្នុងចិត្តមែនហើយមិនអាចបោះបង់ចោលអ្នកនាងនៅពេលដែលអ្នកនាងកាត់មកទៅសៅសានគឺនាងចំអកម្នាក់នោះគ្មានឪពុកម្ដាយតាំងពីតូចមកជាក្មេងចង្រៃដែលគ្មាននរណាគេអប់រំម្នាក់គេស្គាល់មនុស្សចេតនាសាច់ញាតិស្អីទៅខ្ញុំលោកមេតបយល់ដល់លោកមេតបចឹងលោកលើកលែងខ្ញុំទៅមុខមាត់គេយ៉ាងម៉េចទៅកូនប្រុសខ្លួនឯងខ្លាំងណាស់កូនប្រុសឆាប់ឡើងហាមាត់ទៅហាមាត់ទៅកូនប្រុសអំបញ្ញមិញត្រកូលកើនិយាយនោះក៏មិនគ្មានហេតុផលទាំងស្រុងដែរនាងទី4នេះចរិតរឹងរូសពួកយើងបញ្ជូនគេទៅស្រុកស្រែគឺចង់អប់រំគេឲ្យបានល្អម្យ៉ាងទៀតពួកយើងណែឈប់សិនឈប់សិនឈប់សិនអាយឆាប់ឡើងលោកស្រីមានរឿងធំហើយលោកស្រីមានរឿងអីទៅលោកស្រីមានរឿងធំហើយគឺជាអ្នកនាងទី4ដែលមានម្ដាយបង្កើតគ្មានម្ដាយចិញ្ចឹមនោះធ្វើឲ្យលោកម្ចាស់តុងរបស់យើងបាត់មាត់នាងនិយាយប្រដេះដាស់ស្អីហ្នឹងហានៅស្ងៀមទៅលោកម្ចាស់តុងយ៉ាងម៉េចអំបញ្ញមិញនាងនិយាយថាអ្នកណាមានម្ដាយបង្កើតគ្មានម្ដាយចិញ្ចឹមទៅគឺជាឆឹងស៊ឺសានលោកម្ចាស់
លោកម្ចាស់អើយលោកម្ចាស់ជួយផងតែនាងក្តាប់ខ្លួនមិនបាត់ទេត្រូវពួកគេយកទៅចោលនៅក្នុងភូមិឋានស្លាប់រត់ឲ្យខ្លួនឯងវិញនឹងបាត់បង់ជីវិតហើយតែថ្ងៃនេះលោកមេកាលីស្រាប់តែបាននិយាយថាទោះបីជាស្លាប់ក៏ត្រូវតែអូននាងមកវិញលោកបងអ្នកម៉ែទេបងផាន់អ្នកទាំងពីរត្រឡប់មកវិញហើយនាវជាកូនរបស់ពុកមែនទេអមិនក៏សពសពូនយ៉ាងនេះលោកបងអ្នកម៉ែទេបងផាន់ខ្ញុំមានជីវិតរងចាំអ្នកទាំងពីរមកវិញហើយ15 ឆ្នាំមកនេះពុកនៅខាងក្រៅសម្រាប់សត្រូវឈ្លានពានដើម្បីស្មានថានាងនៅផ្ទះមានមនុស្សមើលថែច្បាស់ជាគ្មានកង្វល់អ្វីទេអ្នកណាទៅស្មានដឹងបាយជាត្រូវមន់ចំថ្នល់បែបនេះទៅវិញធំសម្ដីរបស់ឯងនេះគឺកំពុងតែបន្ទោសអ្នកម៉ែជាការប៉ិនចាស់ហើយត្រូវគេស្អប់ខ្ពើមហើយកូនប្រុសឯងមិនត្រឡប់មកផ្ទះវិញជាច្រើនឆ្នាំមកវិញភ្លាមក៏ទិញនំចំណីឲ្យប្រពន្ធថ្មីរបស់ឯងរូបយុទ្ធធរជូនកូនស្រីឯងចុះម៉ែវិញនោះជាច្រើនឆ្នាំមកនេះអ្នកម៉ែនៅហត់ក៏មានជំងឺពេញខ្លួនដែរអ្នកម៉ែនាងនៅពេលដែលឪពុកឯងចែកឋានទៅបងប្អូនពួកឯងនិយាយថាមិនខ្លះនិយាយថាពេលពួកឯងធំឡើងមានកំណត់នឹងកាត់ទៅញូចំពោះម៉ែចុះពេលនេះវិញឯងគឺចង់ឲ្យម៉ែស្លាប់ច្បាស់ណាបានខ្លៃរឿងមួយនេះគឺគួរតែបន្ទោសខ្ញុំពេលធម្មតាអ្វីក៏ខ្ញុំស្ដាប់តាមសិលសានដែរហេតុនេះបើជាធ្វើឲ្យនឹងទី4រឹងរូសយ៉ាងនេះលើកមុនគេវាទៅធ្វើឲ្យក្មេងប្រុសខាងម្ដាយរបស់ខ្ញុំស្លាប់ទៀតផងពួកយើងបញ្ជូនគេទៅក្នុងភូមិឋានតាមពិតគេចង់អប់រំចិត្តគំនិតរបស់គេឲ្យបានល្អដែរស្មានមកដល់ថានាងទី4ទុនខ្សោយមិនអាចអប់រំបានយ៉ាងនេះទេជាង10ឆ្នាំមកនេះគឺព្រោះតែនាងទី4ខ្ញុំក៏មានចិត្តអត់ឱនមើលថែដែរគឺជួយអភិចិត្តវិស្លាមហើយមានចិត្តដែរសម្បីតែសម្លៀកបំពាក់ដែលសមរម្យមួយឈុតក៏មិនអាចនាងស្លៀកដែរសម្បីតែស្រីល្ងងដែលត្រូវគេបញ្ជាម្នាក់ក៏អាចជេរប្រមាថនាងបានដែរនាងជាអ្នកណារឿងរបស់គ្រួសារឈឹងយើងមិនទាន់ដល់ពេលអ្នកក្រៅលោកមាត់ទេអ្នកម៉ែឈឹងសុំមិនមែនជាអ្នកក្រៅទេគេជាប្អូនធររបស់ខ្ញុំប្រហែលឆ្នាំមកនេះដាត់តាមខ្ញុំនៅក្នុងជួរកង់តបរហូតអ្នកក្រៅក៏ជាស្រឡាញ់មនុស្សជាងអ្នកផ្ទះខ្លួនឯងដែរណាប្រុសចាប់មេការនេះយកទៅឃុំព្រៀបទៅឲ្យគេអប់រំចិត្តទៅហើយបាបកម្មណាកូនប្រុសឯងខានមកផ្ទះវិញ15ឆ្នាំហើយលោកស្រីឯងតែឯងស្ដាប់ពាក្យញញងរបស់អ្នកណាមកវិញភ្លាមក៏ធ្វើរឹកធ្វើពីទៅក្នុងភ្នែកឯងមានម៉ែទៀតដែរទេអាយ៉ាអ្នកម៉ែច្បាស់ជាមានជំងឺបេះដូងរើឡើងហើយអ្នកម៉ែជួយផងអ្នកម៉ែជួយផងមានតែនិយាយដល់ចេះធ្វើពុតដែរអ្នកម៉ែអ្នកនាងយ៉ាងមិនដឹងអ្នកនាងនាវម៉ែបន្ទប់នាងនៅដល់ទី2ខ្ញុំ អ្នកម៉ែឆាប់ហៅសុបយិនសិនទេទោះជាអាណិតចៅស្រីយ៉ាងណាក៏ដោយក៏មិនអាចអាក្រក់ចំពោះសុខភាពខ្លួនឯងដែរឪពុកម្ដាយគេបញ្យល់ថាម៉ែស្រឡាញ់ចៅស្រីនោះទេប្រហែលជាសង្ស័យថាជាច្រើនឆ្នាំមកនេះម្ដាយក្មេកកូនភាសាយើងធ្វើបាបកូនស្រីគេហើយក៏មិនគិតមើលដែរជាង10ឆ្នាំមកហើយពួកឯងមិនខ្វាយខ្វល់ពួកយើងគឺចិញ្ចឹមទារកតូចម្នាក់កើបអាចកើបនំរហូតដល់ធំព
ពួកយើងស្មានគុណសម្បត្តិក៏មានភាពនឿយហត់ដែរកូនក្មេងឯណាដែលមិនចេះឈឺទៅគ្រាន់តែក្តៅខ្លួនប្រហែលថ្ងៃក៏ស្រែកលោតឡាយយ៉ាងនេះទៅហើយពួកឯងគឺមិនទុកចិត្តយើងយកទៅចិញ្ចឹមខ្លួនឯងទៅទុកស្រីប្រកាសនិយាយលេងសើចមែនដូចជាអ្នកនាងទី4គឺអ្នកស្រីរបស់ខ្ញុំមិនព្រមចិញ្ចឹមតែទុកនៅក្នុងផ្ទះយ៉ាងអញ្ចឹងក្នុងលោកនេះមានម្ដាយឯណាដែលសុខចិត្តទុកកូនដែលកំពុងតែបើកដោះចោលទៅគឺមកពីមានមនុស្សបង្ខំឈិនសុងស្រីថោកទាបហ៊ានប្រហើនផងហ៎សេណាវាយគេទៅឬហ៊ុនស្អីទៅឬមួយក៏ចេញសុងនិយាយនេះខុសដែរពេលនោះគឺស្នៀងនាងនៅព្រោះតែបំពេញភាពកតញ្ញូពេលនេះបានជានិយាយដូចជាប្រិយប្រពន្ធយើងនឹងមិនព្រមចិញ្ចឹមយ៉ាងអញ្ចឹងបើជាពេលនេះធ្វើឲ្យអ្នកម៉ែឈឺចាប់ពេកពួកបងគ្រាន់តែដឹងថាពេលនេះនាងទី4ដេកនៅលើក្រែឈឺគួរអានតែមិនដឹងថាពេលធម្មតានាងទី4នេះគឺកាច់សាហាវប៉ុណ្ណានោះទេគេគ្រាន់តែធ្វើឲ្យអ្នកម៉ែខឹងខូចសុខភាពមនុស្សនៅក្នុងលោកដឹងថាស្រឡាញ់កូនច្រើនជាងស្រឡាញ់ឪពុកម្ដាយតែខ្ញុំសុំសួរមួយម៉ាត់ណាបងថ្លៃកតញ្ញូចំពោះអ្នកម៉ែខ្លាំងជាទូនាទីរបស់កូនប្រុសច្បងតើមែនដែរទេនាងដឹកខ្លួនហើយគ្រាខ្ញុំឡើងសូមគោរពអ្នកទាំងអស់គ្នាឯងក៏ពុំទៅជឿមកចប់បាច់ធ្វើរឿងទាំងនេះទេធ្វើឲ្យលោកពុកអ្នកម៉ែបារម្ភហើយនេះជាលើកទី1ដែលលោកពុកអ្នកម៉ែជួបខ្ញុំចាប់តាំងពីខ្ញុំដឹងក្តីមកពេលមុនមិនដែលបានបម្រើអ្នកទាំងពីរថ្ងៃនេះពេលនេះខ្ញុំត្រូវធ្វើតាមសុជីវធម៌ទាំងអស់នេះអូយនេះក្រោកឡើងមកកូនសម្រាប់តិចទៅខ្ញុំមិនចេះកិនមេងទី2ពេលនេះខ្ញុំក៏ជាការគួរដែរនាងកូនពុកជឿដល់ថ្នាក់នេះហើយនៅមានសុជីវធម៌ល្អទៀតពួកគេបែរជាបុលប្រកាច់ថាឯងរឿងរួមស្ដាប់បកបពុកដែលជាឪពុកនេះសូម្បីទៅសួរមួយម៉ាត់ក៏មិនបានសួរដែរចឹងម៉ែទៅស្លាប់ម៉ែសងជីវិតគេល្អទេម៉ែកូនចង្រៃដែលមានប្រពន្ធថ្មីហើយភ្លេចគេធ្វើស្អីចាប់តាំងពីឯងចូលក្នុងគ្រួសារឆឹងយើងហើយមិនថាជារឿងធំតូចទាំងក្នុងនិងក្រៅប្រុសធំរបស់យើងគឺល្អមែនហើយត្រូវគេមានទុកម្ដាយម្នាក់នេះនៅក្នុងភ្នែកទៀតដែរទេកុំនិយាយពីរឿងផ្សេងអីជាច្រើនឆ្នាំនេះពួកឯងនៅខាងក្រៅទទួលបានការប្រទានប៉ុន្មានទទួលបានប្រាក់ប៉ុន្មានពួកឯងមិនប្រាប់យើងទេអ្នកផ្សេងក៏មិនបង្ហើបប្រាប់យើងទៀតយើងជាមនុស្សខ្វាក់ម្នាក់យើងគឺត្រូវពួកឯងលាក់បាំងហើយនេះម៉ែល្ងាចណាស់ហើយនៅរំខានអ្នកម៉ែមកមើលនាវទៀតសូមអ្នកម៉ែតែបន្ទប់សម្រាប់វិញចាស់ណាអ្នកម៉ែយើងសម្រាប់នៅក្នុងក្តារមកជួបពួកឯងនឹងសប្បាយចិត្តហើយមែនទេយើងដកដង្ហើមមិនបានទេយើងត្រូវរកកន្លែងមួយដកដង្ហើមសិនអាយយោអើយនាវអញក៏សម្រាប់ដែរទេម៉ែនឹងទៅប្រាប់ផ្ទះបាយឲ្យធ្វើម្ហូបដែលអញចូលចិត្តហូបភ្លាមអញ្ចឹងម៉ែដឹងថាខ្ញុំចូលចិត្តហូបអីដែរទេលោកម្ចាស់ពីព្រោះហើយខាងក្រៅមានកងទ័ពអាវខ្មៅមួយច្រើនណាស់ឡោមព័ទ្ធសំណាររបស់ពួកយើងចិត្តគឺលោកមេទ័ពលេងបែបទៀតគឺខ្ញុំនេះហើយលោកសេនាប្រមុខចំណាំខ្ញុំបានលោកមេទ័ពលេងសើចពេកហើយកងទ័ពរបស់យើងទាំងអស់គ្នាអ្នកណាដែលមិនស្គាល់លោកជាមេទ័ពលេងនោះដែលមិនដែលច្បាំងចាញ់នោះថ្ងៃនេះខ្ញុំទទួលបញ្ជាចាប់ចោលដែលលុបលុនលួចអាវុធរបស់ខ្លួនមិនប្រយ័ត្នរំខានដល់មនុស្សស្រីនៅក្នុងសំណាក់សំលឹកសេនាប្រមុខអនុគ្រោះផងចៅក្នុងផ្ទះការសំណល់បែបនេះមកគួរណាលើកលែងឲ្យទេលោកមេទ័ពលេងពិតជាឪពុកយ៉ាងម៉េចកូនយ៉ាងនឹងលោកសេនាប្រមុខមានសច្ចាធម៌ធ្វើឲ្យខ្ញុំកោតសរសើរលោកមេទ័ពនិយាយបែបនេះបានន័យថាម៉េចឬមួយក៏លោកស្គាល់កូនស្រីខ្ញុំមិនស្គាល់នោះទេតែមិនអាចទុកថាស្គាល់តើទៅសោះអញឆាប់មើលច្បាស់ទៅមនុស្សដែលមកនោះគឺជាមនុស្សដែលតាំងចាប់លោកតាតុងនៅថ្ងៃនេះមែនទេស្ដាប់តែសម្លេងនេះគេដូចមែនហើយឬមួយក៏លោកម្ចាស់តុងនាំទុកដល់គ្រួសារឆឹងមែន
លោកមីតបអញ្ជើញអង្គុយ នាំសัตว์កណ្ដៀរនោះចូលមកហើយលោកសេនាប្រមុខពិនិត្យមើល នេះគឺជាចោរដែលលួចអាវុធនោះមែនទេគឺសំនឹងពីនៃមែនពួកយើងចេញច្បាស់នៅខាងក្រៅស្អប់បំផុតពួកអាចោរកណ្ដៀរបែបនេះនាំទុកដល់កងទ័ពចរាចរណ៍ត្រូវស្លាប់ក្នុងសមរភូមិលោកមីតបវិញបើត្រូវការឲ្យខ្ញុំជួយអីខ្ញុំរុញរាទេ លោកសេនាប្រមុខឆឹងមិនស្គាល់គេនោះទេ ជួយផងអាស៊ឺគឺពូដា លោកពូមានរឿងស្អីហ្នឹងមកស្អី កូនស្រីល្អរបស់ឯងធ្វើឲ្យយើងខ្លាចទៅយកបែបនេះ តែខ្ញុំមិនទេខ្ញុំបានធ្វើសុខក្តៅមួយចាន អាយូឯងសាយថាខ្ញុំមិនទាន់ពីទៅនេះឯងទៀតអី ក្នុងនេះមានការយល់ច្រឡំហើយណា ចរិតរបស់នាយឃ្លាំងតុងមើលទៅលោកសេនាប្រមុខដឹងច្បាស់ជាងខ្ញុំទៅទៀតគេលួចអាវុធមានផតាំងច្បាស់លាស់ខ្ញុំមកនៅថ្ងៃនេះគឺចង់ប្រាប់លោកថាមិនថាគុណសម្បត្តិខ្ពស់ប៉ុណ្ណានោះទេបើធ្វើរឿងដែលបំផ្លាញដល់នគរខ្ញុំប្រកាសជាមិនអត់អន់ឲ្យនោះទេហើយនៅមានរឿងមួយទៀតខ្ញុំគឺចង់អរគុណ អរគុណ មិនខុសទេ អ្នកនាងពួកគេមិនបាននិយាយក្រាក់ពីអ្នកនាងទេហើយនិយាយថាចង់អរគុណអ្នកនាងទៀតផង ស្មោះត្រង់ទី1ការតញ្ញូទី2ដើម្បីភាពយុត្តិធម៌មិនខ្លាចចាស់ទុំក៏មិនស្ដាយនិងកំចាត់សាច់ញាតិគំនិតរបស់អ្នកនាងទី4ខ្ញុំគឺធ្លាប់ឃើញនៅលើខ្លួនដែលត្រូវគេប្រើទរណកម្មនៅសំណាវ័យធីងដូច្នេះមិនអាចមើលស្រាប់បាននោះទេ អូសសក់ ក្រាញ់គេកំពុងតែនិយាយពីខ្ញុំហ៎ភាពស្មោះត្រង់ទី1អីទេគឺចង់និយាយថាខ្ញុំអកតញ្ញូមិនខ្លាចចាស់ទុំគឺបដូរពាក្យមកនិយាយថាខ្ញុំមិនគ្រប់ចាស់ទុំហើយនិយាយថាខ្ញុំដូចជាលោកម្ចាស់ដែលគ្រប់គ្រងអ្នកទោសនៅសំណាក់វ័យធេងទៀតផងអញ្ចឹងគេនិយាយថាខ្ញុំមានចរិតឆ្នះឆ្នះមិនដូចជាមនុស្សស្រីពិតជាស្មានថាខ្ញុំស្ដាប់មិនយល់មែនណាលេងពូអ៊ីល្អណាស់លេងពូអ៊ីយកទៅសងគុណគ្មានសច្ចធម៌